សូមជូនរឿងកូនស្វាកំហូតនិងប្រាសាទពេលព្រឹកមួយនៅប្រាសាទបុរាណស្ងប់ស្ងាត់មួយមានរូបចម្លាក់ព្រះឈរយ៉ាងស្ងប់ស្ងាត់គេជឿថារូបចម្លាក់នេះមានវិញ្ញាណការពារប្រាសាទនេះគឺជាកន្លែងសក្ការៈសម្រាប់ប្រជាជនភូមិថ្ងៃនោះស្វាតូចមួយឈ្មោះវីរៈបានមកដល់ប្រាសាទវាជាស្វាដែលចូលចិត្តលេងនិងចង់ដឹងរឿងគ្រប់យ៉ាងវាមើលឃើញរូបចម្លាក់ធំមួយយ៉ាងអស្ចារ្យវីរៈមានចិត្តចង់ដឹងវាប៉ះរូបចម្លាក់ដោយមិនគិតពីការគោរពវាគិតថាប្រាសាទគ្រាន់តែជាកន្លែងលេងប៉ុណ្ណោះភ្លាមនោះរូបចម្លាក់បានភ្លឺពន្លឺមាសវិញ្ញាណបុរាណបានភ្ញាក់ឡើងគាត់មិនផឹងទេប៉ុន្តែស្ងប់ស្ងាត់រូបចម្លាក់និយាយដោយសំឡេងទន់ភ្លន់គាត់បានប្រាប់វីរៈអំពីការគោរពកន្លែងសក្ការៈវីរៈមានការភ្ញាក់ផ្អើលវីរៈមានអារម្មណ៍ខ្មាស់អៀនវាមិនបានគិតថាការលេងរបស់វាអាចមិនគួរទេវារៀនពីកំហុសរបស់ខ្លួនវីរៈសុំទោសដោយស្មោះត្រង់វាសន្យាថានឹងគោរពវត្តជានិច្ចរូបចម្លាក់ញញឹមរូបចម្លាក់បានបង្រៀនមេរៀនមួយការគោរពធ្វើឲ្យចិត្តស្ងប់ប្រាជ្ញាធំកើតពីការស្ដាប់ចាប់ពីថ្ងៃនោះវីរៈបានផ្លាស់ប្ដូរវាជួយថែរក្សាវត្តវាបានក្លាយជាស្វាល្អវត្តវិញស្ងប់ស្ងាត់និងពោរពេញដោយសន្តិភាពវីរៈបានរៀនមេរៀនដ៏មានតម្លៃការគោរពនិងចិត្តល្អនាំមកនូវសុខសាន្ត